នៅខ្មែរក្រមនៅខេត្តព្រះត្រពាំងគឺមានចំនួន143វត្តអារាមខ្ញុំឆ្ងល់ថាហេតុអីបានជាខេត្តមួយមានវត្តច្រើនម្ល៉េះហើយបងប្អូនខ្មែរក្រមយើងប្រាប់ថាកន្លងមកកាលពីជាង100ឆ្នាំមុនហ្នឹងគឺដូនតាគាត់ផ្ដាំទុកថាពង្រីកវត្តកាន់តែច្រើនគឺជារឿងល្អព្រោះថាវប្បធម៌ប្រពៃណីទំនៀមទម្លាប់គឺនៅក្នុងសាសនាទាំងអស់ក្នុងវត្តអារាមទាំងអស់មានតែវត្តទេដែលអាចរក្សារឿងទាំងអស់ហ្នឹងបានដែលជាអរិយធម៌របស់ខ្មែរយើងបាទចំណុចនេះធ្វើឲ្យខ្ញុំនឹកឃើញកាលពីជំនាន់បារាំងយើងសឹងតែបាត់បង់ភាសាខ្មែរក៏ប៉ុន្តែភាសាខ្មែរហ្នឹងត្រូវបានលោកបង្រៀននៅតាមវត្តអារាមបង្រៀនទាំងវប្បធម៌ប្រវត្តិសាស្ត្រអរិយធម៌ទំនៀមទម្លាប់អីចឹងទៅមានចំណុចមួយដែលខ្ញុំចង់ទាញយកមកលើកឡើងដែរគឺថាឧបជាចេញពីខ្មែរក្រមនេះហើយដែលបំបួសប្រសង់ខ្មែរដំបូងគេក្រោយពីសម័យខ្មែរក្រហមព្រោះក្រោយសម័យហ្នឹងយើងលែងមានលោកសង្ឃហើយបញ្ហាពង្រីកវត្តអារាមនេះបងប្អូនបើទៅដល់ខេត្តព្រះត្រពាំងនឹងឆ្ងល់ថាមិនបានវត្តស្វាយសៀមចាស់និងវត្តស្វាយសៀមថ្មីហ្នឹងនៅក្បែរគ្នាទេមិនបានជាបង្កើតឲ្យមានវត្តពីរអញ្ចឹងចម្លើយគឺសាមញ្ញទេគឺធ្វើតាមសេណារីយ៉ូដែលដូនតាផ្ដាំទុកមកកន្លងមកអាជ្ញាធរវៀតណាមច្រឡំថាគណៈកម្មការចំណុះជើងវត្តអីបែកបាក់គ្នាតាមពិតមែនទេបាទខ្ញុំចង់បញ្ជាក់ឡើងវិញដែរថានៅកម្ពុជាក្រោមមានតែ3ខេត្តទេគឺខេត្តព្រះត្រពាំងនិង2ខេត្ត